ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងលើកយកករណីមួយដែលកើតឡើងនៅស្រុកសៀមរឿងហេតុនេះបានកើតឡើងលើស្ត្រីចំណាស់ម្នាក់ដែលមានអាយុ47ឆ្នាំបានបាត់បង់ជីវិតនៅក្នុងទឹកស្រះក្បែរសាលារៀនមួយដោយមិនដឹងមូលហេតុស្ត្រីចំណាស់ម្នាក់នេះគាត់មានសតិមិនសូវល្អមិនសូវប្រក្រតីគាត់តែងតែផឹកស្រាជាប្រចាំតែគាត់ក៏មានប្តីដូចគេឯងដែរគាត់មានចរិតអញ្ចឹងមែនប៉ុន្តែគាត់មិនដែលមានបញ្ហាបង្កបញ្ហាដល់អ្នកដទៃឡើយនៅពេលដែលគាត់ជួបរឿងអកុសលដូចនេះមានមនុស្សជាច្រើនអ្នកគេសំណោះអាណិតគាត់ព្រោះថាគាត់មានសតិមិនសូវល្អទៅហើយនៅមានមនុស្សដាច់ចិត្តលើកដៃធ្វើបាបគាត់ទៀតចំពោះជនបង្កវិញដំបូងឡើយគេគិតថាប្តីរបស់គាត់គឺជាជនល្មើសព្រោះប្តីរបស់គាត់បានសារភាពថាគាត់គឺជាអ្នកដែលបានធ្វើបាបប្រពន្ធតែក្រោយមកគាត់បានបដិសេធវិញមូលហេតុមកពីមានអ្នកកាសែតម្នាក់បានរកឃើញវីដេអូពីកាមេរ៉ាសុវត្ថិភាពថាមានក្មេងស្ទាវចំនួន5នាក់បានលើកស្ត្រីចំណាស់ម្នាក់នេះដាក់លើម៉ូតូរួចបានជិះចេញទៅទើបធ្វើឲ្យប្តីរបស់គាត់ក្រឡាស់ពាក្យសម្ដីទៅវិញក្រុមក្មេងស្ទាវទាំង5នាក់នោះជាកូនអ្នកមានអំណាចជាកូនមេប៉ូលីសប្រចាំតំបន់តើមានរឿងអ្វីពិតប្រាកដបានកើតឡើងតើនរណាគឺជាជនល្មើសពិតប្រាកដតើមេប៉ូលីសម្នាក់នោះអាចទម្លាក់កំហុសឲ្យប្តីរបស់គាត់បានដោយរបៀបណាកុំឲ្យខាត់ពេលយូរតោះយើងមកតាមដានស្ដាប់ទាំងអស់គ្នាកាលពីថ្ងៃទី12ខែមករាឆ្នាំ2024នៅវេលាថ្ងៃត្រង់មានមនុស្សម្នាក់បានទេទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុមួយដែលបានរៀបរាប់ថាគាត់បានធំក្លិនស្អុយអាសោចនៅពេលដែលគាត់ដើរកាត់ស្រះទឹកក្បែរសាលារៀនមួយកន្លែងដោយគាត់ចង់ដឹងចង់ឃើញគាត់ក៏បានដើរទៅជិតមើលថាមានអ្វីបានជាមានក្លិនស្អុយអាក្រក់បែបនេះពេលនោះហើយគាត់បានឃើញវត្ថុអ្វីមួយយ៉ាងកំពុងអណ្ដែតនៅក្នុងទឹកគៀកនឹងច្រាំងមើលទៅដូចជារាងកាយមនុស្សមិនអស់ចិត្តគាត់ក៏ទេទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុដើម្បីឲ្យប៉ុស្តិ៍វិទ្យុបញ្ជូនក្រុមការងារឬក៏តាក់ទងទៅប៉ូលីសឬក៏ក្រុមអ្នកជំនាញឲ្យមកពិនិត្យមើលក្រោយពេលមានអ្នករាយការណ៍ដូចនេះខាងក្រុមការងារប៉ុស្តិ៍វិទ្យុបានតាក់ទងទៅប៉ូលីសនិងក្រុមអ្នកជំនាញប្រចាំតំបន់ព្រោះគិតថាគេមិនទេទៅលេងសើចនោះឡើយមិនយូរប៉ុន្មានក្រុមប៉ូលីសនិងក្រុមអ្នកជំនាញក៏បានទៅដល់ទីតាំងតាមការរាយការណ៍នោះពេលដែលទៅដល់ក្រុមប៉ូលីសធំក្លិនស្អុយដោយអ្វីដែលគេបានរាយការណ៍មែនលើពីនេះក្រុមប៉ូលីសបានឃើញសាកសពមនុស្សមួយកំពុងតែអណ្ដែតក្នុងទឹកពិតមែនក្រុមការងាររបស់ប៉ូលីសក៏បាននាំគ្នាស្រង់យកសាកសពនោះចេញពីទឹករួចធ្វើការស៊ើបអង្កេតតាមការសន្និដ្ឋានដំបូងសពនោះជាសពរបស់មនុស្សស្រីមានអាយុចន្លោះពី40ទៅ50ឆ្នាំគាត់មានពាក់អាវពណ៌សនិងស្លៀកខោពណ៌ខ្មៅត្រង់ផ្នែកក្បាលមានរបួសធ្ងន់ធ្ងរដែលបញ្ជាក់ថាជនរងគ្រោះត្រូវបានគេវាយធ្វើបាបយ៉ាងខ្លាំងមុនពេលដែលគេយកទៅទម្លាក់នៅក្នុងទឹកការបាត់បង់ជីវិតរបស់គាត់ប្រហែលជាមួយថ្ងៃមុនពេលដែលគេរកឃើញសាកសពក្រុមការងាររបស់ប៉ូលីសមិនទាន់អាចកំណត់ពីមូលហេតុពិតប្រាកដបាននៅឡើយទេគឺត្រូវរងចាំការធ្វើកសោបវិច័យជាមុនសិនក្រោយមកអត្តសញ្ញាណរបស់ជនរងគ្រោះក្រុមប៉ូលីសក៏អាចកំណត់បានជនរងគ្រោះម្នាក់នេះគាត់មានឈ្មោះថាប៊ូផាន់តាន់ស៊ុកមានអាយុ47ឆ្នាំគាត់ជាអ្នកស្រុករស់នៅក្នុងស្រុកវឌ្ឍនានគរខេត្តស្រះកែវប្តីរបស់គាត់មានឈ្មោះថាបញ្ញាកងសែនខំមានអាយុ56ឆ្នាំគ្រួសាររបស់គាត់មានជីវភាពក្រីក្រគាត់មានសតិមិនសូវល្អមិនសូវប្រក្រតីដូចមនុស្សទូទៅផ្លូវចិត្តរបស់ប៊ូផាន់មិនសូវស្ថិតស្ថេរម្ដងគាត់ដឹងក្តីម្ដងគាត់មិនសូវដឹងក្តីគាត់គ្មានការងារធ្វើពិតប្រាកដរាល់ថ្ងៃគាត់ដើររើអេតចាយលក់ដើម្បីបានប្រាក់ខ្លះមកទ្រទ្រង់ជីវិតប្តីរបស់គាត់ក៏អញ្ចឹងដែរគាត់គ្មានការងារធ្វើពិតប្រាកដហើយតែងតែផឹកស្រាជាប្រចាំប៊ូផាន់មានសតិមិនសូវល្អគាត់មានអាយុត្រឹមតែ47ឆ្នាំប៉ុន្តែមើលទៅចាស់ដូចជាមនុស្សមានអាយុ60ឆ្នាំអញ្ចឹងក្រុមប៉ូលីសបានទៅសាកសួរព័ត៌មានពីអ្នកស្រុកដែលរស់នៅក្បែរខាងឬក៏តំបន់ដែលគាត់រស់នៅតាក់ទងអំពីប៊ូផាន់បើតាមអ្នកស្រុកបាននិយាយថាប៊ូផាន់មានបញ្ហាផ្លូវចិត្តគាត់មានសតិមិនសូវប្រក្រតីក៏ពិតមែនប៉ុន្តែគាត់មានអត្តចរិតល្អរស់រាយរាក់ទាក់និងមិនដែលបង្កបញ្ហាដល់អ្នកដទៃបាននិយាយអំពីប្តីរបស់គាត់វិញជាមនុស្សឆេវឆាវឆាប់ខឹងពេលណាដែលស្វឹងម្ដងតែងតែវាយដំប្រើប្រាស់អំពើហិង្សាលើរាងកាយរបស់ប៊ូផាន់ជាប្រពន្ធក្រុមប៉ូលីសបានឃាត់ខ្លួនប្តីរបស់គាត់ដែលមានឈ្មោះថាបញ្ញាដោយសង្ស័យលើករណីរបស់ប៊ូផាន់បញ្ញាមិនបានកិច្ចខ្លួនទៅណាឡើយគាត់បានបកគលខ្លួនឲ្យប៉ូលីសចាប់តាមសម្រួលទាំងមិនទាន់ស្វាងស្រានៅធុំក្លិនស្រាហួងនៅឡើយ
ក្រុមប៉ូលីសបាននាំខ្លួនគាត់ទៅប៉ុស្តិ៍ប៉ូលីសដើម្បីសាកសួរចម្លើយបញ្ញាមិនសូវនិយាយស្ដីគាត់នៅស្ងៀមប៉ូលីសសួរអ្វីក៏មិនចង់ឆ្លើយតបក្រោយមកបញ្ញាបានសារភាពថាគាត់ជាជនល្មើសដែលបានផ្ដាច់សង្ខារប្រពន្ធខ្លួនឯងតាមពាក្យសារភាពរបស់បញ្ញាបាននិយាយថានៅយប់ថ្ងៃទី11ខែមករាគាត់បានផឹកស្រាស្វឹងដោយរាល់ដងហើយនៅពេលដែលឃើញប្រពន្ធត្រឡប់មកផ្ទះវិញគាត់ក៏បានសុំលុយពីប្រពន្ធខ្លះប៉ុន្តែបួផាន់ជាប្រពន្ធរអ៊ូរទាំមិនព្រមឲ្យលុយទៅគាត់ទើបធ្វើឲ្យគាត់ខឹងខ្លាំងបង្កជាអំពើហិង្សាលើរាងកាយរបស់ប្រពន្ធតាមកំហឹងដែលគាត់ខឹងដោយសារគាត់វាយដំលើប្រពន្ធខ្លាំងពេកបួផាន់ក៏រត់ចេញពីផ្ទះព្រោះខ្លាចគាត់ធ្វើបាបហើយគាត់ក៏ទៅតាមពីក្រោយទៅដល់កន្លែងដែលគេលេងបាល់ទាត់ក្បែរផ្ទះដោយសារគាត់ស្វឹងមិនអាចគ្រប់គ្រងខ្លួនឯងបានគាត់ក៏បានយកកៅអីពណ៌ខៀវមួយដែលនៅក្បែរនោះមកដាក់បួផាន់តាមកំហឹងរហូតដល់បួផាន់លេងកម្រើកមួយសន្ទុះធំទើបគាត់ដឹងថាប្រពន្ធបានដាច់ដង្ហើមទៅហើយបញ្ញាដឹងថាខ្លួនឯងធ្វើខុសគាត់ច្បាស់ជាមានទោសព្រោះគាត់បានប្រើប្រាស់អំពើហិង្សារហូតទាល់តែប្រពន្ធបានបាត់បង់ជីវិតដូច្នេះគាត់ក៏រកវិធីដើម្បីរួចផុតពីសំណាញ់ច្បាប់គាត់បានយករាងកាយរបស់ប្រពន្ធនិងកៅអីបង្កហេតុទៅទម្លាក់ចោលនៅក្នុងស្រះទឹកដើម្បីបំបត្តិភស្តុតាងហើយគាត់ក៏មិនគិតដែរថាត្រឹមរយៈពេលតែមួយថ្ងៃក្រុមប៉ូលីសក៏អាចចាប់ខ្លួនគាត់បានបន្ទាប់ពីគាត់បានសារភាពទទួលកំហុសរួចក្រុមប៉ូលីសបាននាំខ្លួនគាត់ទៅធ្វើត្រាប់ពីសកម្មភាពគ្រប់បែបយ៉ាងដែលគាត់បានធ្វើក្រុមអ្នកស៊ើបអង្កេតក៏រកឃើញកៅអីនៅក្នុងស្រះទឹកនោះមែនមកដល់ត្រឹមនេះបញ្ញាត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតនិងលាក់បាំងសាកសពក្នុងករណីរបស់បួផាន់ក្រុមប៉ូលីសមានភស្តុតាងជាក់លាក់និងមានពាក្យសារភាពពីបញ្ញាដែលជាជនល្មើសទៀតនោះសំណុំរឿងនេះមិនចាំបាច់រងចាំការកាត់ក្តីនៅក្នុងតុលាការទេគឺក្រុមប៉ូលីសអាចបញ្ជូនខ្លួនបញ្ញាទៅពន្ធនាគារដើម្បីទទួលទោសផ្អែកតាមច្បាប់ស្រុកសៀមនៅថ្ងៃទី13ខែមករាឆ្នាំ2024ក្រុមប៉ូលីសបានប្រកាសបិទក្តីនិងត្រៀមបញ្ជូនខ្លួនបញ្ញាទៅពន្ធនាគារនៅខេត្តស្រះកែវប៉ុន្តែសំណុំរឿងនេះមិនមែនចប់ងាយស្រួលបែបនេះឡើយវាមានអ្វីលើសពីការសរុបសេចក្តីរបស់ក្រុមប៉ូលីសរឿងនោះមានអ្នកកាសែតម្នាក់មានឈ្មោះថាណាតជាអ្នកកាសែតមកពីប៉ុស្តិ៍លេខ8ជាអ្នកដែលតាមដានរឿងក្តីនេះតាំងពីថ្ងៃដែលគេរកឃើញសាកសពរបស់បួផាន់ថ្ងៃដំបូងនៅក្នុងស្រះទឹកណាតបានតាមដានស្រាវជ្រាវយកព័ត៌មានមករហូតព្រោះអាជីពរបស់គាត់ជាអ្នកកាសែតពេលណាតទទួលបានព័ត៌មានការប្រកាសបិទក្តីពីក្រុមប៉ូលីសគាត់មានអារម្មណ៍ចម្លែកចិត្តមានអ្វីម្យ៉ាងគួរឲ្យសង្ស័យព្រោះគាត់ធ្វើជាអ្នកកាសែតរាប់ឆ្នាំមកហើយមិនដែលឃើញមានរឿងក្តីណាដែលប្រើពេលតែ2-3ថ្ងៃបំបែកក្តីបានបាត់វាពិតជាមិនគួរឲ្យជឿដូច្នេះហើយណាតសម្រេចចិត្តទៅពិនិត្យមើលកន្លែងកើតហេតុម្ដងហើយម្ដងទៀតនិងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅជុំវិញទីតាំងកើតហេតុអ្វីដែលណាតបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពវាខុសពីអ្វីដែលបញ្ញាបានសារភាពក្នុងប៉ុស្តិ៍ប៉ូលីសរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថានៅម៉ោង 12:52 នាទីយប់ពាក់កណ្ដាលត្រៀតថ្ងៃទី11ខែមករាឆ្នាំ2024ណាតបានឃើញបញ្ញាជិះកង់លើផ្លូវសំដៅទៅផ្ទះនៅ50នាទីក្រោយមកពោលគឺនៅម៉ោង 1:45 នាទីយប់បួផាន់ដើរលើផ្លូវតែមួយដែលបញ្ញាបានជិះកង់មុននេះបន្តិចគាត់ដើរម្នាក់ឯងលើផ្លូវពាក់កណ្ដាលយប់អត្រាតឡើងស្ងាត់ជ្រាបគ្មានឡានម៉ូតូបើកសូម្បីមួយរួចទៅអង្គុយនៅមុខហាងមួយកន្លែងមួយសន្ទុះក្រោយមកនៅម៉ោង 2:03 នាទីមានម៉ូតូ2គ្រឿងបើកសម្ដៅទៅរកបួផាន់ម៉ូតូមួយគ្រឿងជិះគ្នា3នាក់និងមួយគ្រឿងទៀតជិះគ្នា2នាក់ពួកគេទាំងអស់នេះជាក្មេងស្ទាវសៀមមានគ្នា5នាក់ដែលបានមករករឿងវាយទាត់ធាក់បួផាន់ជាច្រើនដងរួចបានលើកគាត់ដាក់លើម៉ូតូតែបួផាន់ព្យាយាមស្រែកនិងរើបំរាស់រហូតធ្លាក់ពីលើម៉ូតូដូច្នេះហើយស្ទាវសៀមទាំង5នាក់នេះក៏បានទុកគាត់ចោលរួចក៏បើកម៉ូតូទៅបាត់តែមិនបានប៉ុន្មាននាទីស្ទាវសៀមទាំង5នាក់នេះបានបើកម៉ូតូមករកបួផាន់ម្ដងទៀតនិងព្យាយាមដេញចាប់គាត់រត់ពេញផ្លូវដោយសារស្ទាវសៀមមានគ្នាច្រើនបួផាន់មិនអាចតបតជាមួយក្មេងប្រុសពេញកម្លាំងបានហើយពួកគេបានវាយធ្វើបាបគាត់ផងនោះបួផាន់ក៏ត្រូវស្ទាវសៀមទាំង5នាក់នេះចាប់គាត់បានលើកដាក់លើម៉ូតូបើកចេញទៅបាត់នៅម៉ោង 2:07 នាទីយប់ដោយគ្មាននរណាម្នាក់បានឃើញឬឮសំឡេងគាត់ស្រែកហៅឲ្យជួយពេលនោះវាយប់ស្ងាត់ម៉ោង 2 ទៅហើយនៅលើផ្លូវឡើងស្ងាត់ជាងំគ្មានឡានម៉ូតូបើកសូម្បីមួយអញ្ចឹងហើយបានគ្មាននរណាគេបានឃើញគាត់នៅម៉ោង 3:43 នាទីក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូមកចតនៅកន្លែងលាងឡានហើយ10នាទីក្រោយមកពោលគឺនៅម៉ោង 3:53 នាទី
ក្រុមក្មេងស្ទាវទាំងនេះបាននាំគ្នាលាងម៉ូតូទាំងកដាយប់ចំណែកឯបួផាន់បាត់សមោសូនឈឹងមិនឃើញមានក្នុងកាមេរ៉ាសុវត្ថិភាពទៀតសោះពិតប្រាកដណាស់ការបាត់បង់ជីវិតរបស់បួផាន់មិនពាក់ព័ន្ធជាមួយប្តីរបស់គាត់ហើយវាច្បាស់ជាពាក់ព័ន្ធជាមួយក្រុមទំនើងទាំង5នាក់នេះមិនខានណាតបានយករូបភាពវីដេអូទាំងនេះទៅចុះផ្សាយក្នុងសារព័ត៌មានដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាមានរឿងបែបនេះបានកើតឡើងលើបួផាន់ជាស្ត្រីដែលមានសតិមិនសូវល្អត្រង់កន្លែងនេះក្រុមប៉ូលីសបានចេញមុខមកពន្យល់តាមសារព័ត៌មានក្នុងគោលបំណងចង់កែខ្លួនថាក្រុមប៉ូលីសមិនទាន់ជឿជាក់លើពាក្យផ្ដល់សក្ខីកម្មរបស់បញ្ញាទាំងស្រុងទេដោយក្រុមប៉ូលីសបានអះអាងថាករណីនេះនៅមានចំណុចមួយចំនួនគួរឲ្យសង្ស័យដែលវាផ្ទុយពីការអះអាងរបស់ក្រុមប៉ូលីសកាលពីមុនត្រង់ថាបញ្ញាជាជនបង្កនិងចង់ប្រកាសបិទសំណុំរឿងរួចបញ្ជូនខ្លួនបញ្ញាទៅឃុំខ្លួនក្នុងពន្ធនាគារដោយមិនចាំបាច់តុលាការកាត់ក្តីប្រជាជនទូទៅហាក់អស់ជំនឿចិត្តលើក្រុមប៉ូលីសហើយពួកគេគិតថាក្រុមប៉ូលីសគ្មានសមត្ថភាពចាប់ជនល្មើសខុសចេះតែទម្លាក់កំហុសឲ្យបញ្ញាដោយមិនបានស្រាវជ្រាវក្តីឲ្យបានច្បាស់លាស់និងមានបំណងបិទបាំងរឿងក្តីដើម្បីការពារជនល្មើសពិតប្រាកដប្រជាជនស្ទើរតែទូទាំងប្រទេសបានតាមដានព័ត៌មាននិងរិះគន់ដល់ក្រុមប៉ូលីសដែលទទួលបន្ទុកក្នុងសំណុំរឿងនេះមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីសារព័ត៌មានក្រៅស្រុកក៏បានចាប់អារម្មណ៍លើរឿងក្តីរបស់បួផាន់ហើយបានចុះផ្សាយក្នុងសារព័ត៌មានរបស់គេផងដែរក្រុមប៉ូលីសទទួលរងសម្ពាធយ៉ាងខ្លាំងក្នុងករណីនេះដូច្នេះហើយទើបក្រុមប៉ូលីសពង្រឿនការស្រាវជ្រាវក្តីដើម្បីចាប់ខ្លួនក្មេងទំនើងទាំង5នាក់នេះមកទទួលទោសតាមផ្លូវច្បាប់តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាពក្រុមប៉ូលីសមិនពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់ពួកគេទាំង5នាក់ហើយពួកគេទាំង5នាក់ត្រូវបានក្រុមប៉ូលីសចាប់ខ្លួនបាននៅថ្ងៃទី15ខែមករាឆ្នាំ2024អ្វីដែលនឹកស្មានមិនដល់ក្រុមក្មេងទំនើងទាំង5នាក់នេះមានអាយុច្រើនបំផុតត្រឹមតែ16ឆ្នាំនិងទាបបំផុតត្រឹមតែ13ឆ្នាំដែលវាមិនគួរឲ្យជឿថាក្មេងប្រុសអាយុត្រឹមតែប៉ុណ្នេះហ៊ានធ្វើរឿងដ៏ឃោរឃៅបែបនេះក្រុមក្មេងទំនើងទាំង5នាក់នេះមានឈ្មោះដូចជា Bang មានអាយុ13ឆ្នាំ Gad មានអាយុ13ឆ្នាំ Chen មានអាយុ14ឆ្នាំ Gok មានអាយុ14ឆ្នាំនិងម្នាក់ចុងក្រោយមានឈ្មោះថា Big មានអាយុ16ឆ្នាំនៅក្នុងចំណោមក្មេងស្ទាវសៀមទាំង5នាក់នេះមាន2នាក់ជាកូនរបស់មេប៉ូលីសប្រចាំខេត្តស្រះកែវបើនិយាយអំពីការធ្វើកសលវិច័យទៅលើរាងកាយរបស់បួផាន់វិញបានបង្ហាញថាគាត់មានរបួសផ្នែកក្បាលធ្ងន់ធ្ងរគាត់ផុងលលាក្បាលហើមខួរក្បាលបាក់ឆ្អឹងជំនីនិងជាំសួតនេះអាចបញ្ជាក់បានថាក្មេងស្ទាវសៀមទាំង5នាក់នេះបានវាយធ្វើបាបបួផាន់យ៉ាងគ្មានធម៌មេត្តាក្នុងការសាកសួរចម្លើយពួកគេបានសារភាពថានៅម៉ោង 12:43 នាទីយប់ Big បានមកឆាវរករឿងញ៉េះញោះលេងសើចរាំឌឺដាក់បួផាន់ដែលកំពុងអង្គុយលើជណ្ដើរមុខហាងមួយកន្លែងដូច្នេះហើយបួផាន់បានយកដបទទេមួយគប់ទៅ Big និងជេរស្ដីតាមភាសាមនុស្សមានសតិមិនសូវល្អហេតុនេះហើយបានធ្វើឲ្យ Big ខឹងរួចបានហៅគ្នារបស់គេ4នាក់ទៀតមកធ្វើបាបបួផាន់នៅម៉ោង 2:03 នាទីយប់ Big បានហៅគ្នាមកដល់ដោយកុកជិះម៉ូតូជាមួយនឹង Chen រីឯ Big, Gas និង Bang ជិះម៉ូតូគ្នា3នាក់ហើយបួផាន់អង្គុយនៅមុខហាងដដែលBig និង Chen បានចុះពីលើម៉ូតូវាយទាត់ធាក់បួផាន់ជាច្រើនដងនិងព្យាយាមលើកគាត់ដាក់លើម៉ូតូបើកទៅមុខបានបន្តិចបួផាន់គាត់រើខ្លាំងពេកគាត់ក៏ធ្លាក់ពីលើម៉ូតូនៅម៉ោង 2:04 នាទី23 វិនាទីរួចក្រុមក្មេងស្ទាវទាំងនេះបានបើកម៉ូតូចេញទៅតែមិនបាន1នាទីផងពោលគឺនៅម៉ោង 2:04 នាទី54 វិនាទីពួកគេបានបើកម៉ូតូត្រឡប់មករកបួផាន់ម្ដងទៀតហើយ Chen និង Big បានចុះពីលើម៉ូតូដេញចាប់បួផាន់រត់ពេញផ្លូវពួកគេចំណាយពេលរត់ដេញចាប់បួផាន់ប្រហែលជា3នាទីទើបអាចចាប់គាត់បានរួចលើកដាក់ម៉ូតូបើកសម្ដៅទៅកន្លែងលេងបាល់ក្បែរសាលារៀននិងបានធ្វើទារុណកម្មវាយធ្វើបាបបួផាន់ដោយប្រើកៅអីពណ៌ខៀវមួយនោះពួកគេវាយធ្វើបាបគាត់អស់ចិត្តហើយបានដឹងថាបួផាន់លេងមានដង្ហើមក្នុងពេលនោះពួកគេម្នាក់ភ័យខ្លួនគិតថាខ្លួនឯងច្បាស់ជាមានទោសទើបគិតគ្នាថានឹងយករាងកាយរបស់បួផាន់និងកៅអីទៅបោះចោលក្នុងស្រះទឹកយើងស្ដាប់មកដល់ចំណុចនេះយើងសង្កេតឃើញថាពាក្យសារភាពរបស់ក្មេងស្ទាវទាំង5នាក់នេះដូចគ្នាបេះបិទនឹងពាក្យសារភាពរបស់បញ្ញានោះគឺកៅអីប្រើសម្រាប់វាយទីតាំងទាត់បាល់ជាកន្លែងកើតហេតុនិងស្រះទឹកដែលក្មេងស្ទាវយករាងកាយរបស់បួផាន់និងកៅអីទៅបោះចោលចម្ងល់នៅត្រង់ថាហេតុអ្វីបានជាពាក្យសារភាពរបស់បញ្ញានិងពាក្យសារភាពរបស់ស្ទាវសៀមទាំង5នាក់នេះដូចគ្នាបេះដាក់អញ្ចឹងផ្អែកទៅលើកាមេរ៉ាសុវត្ថិភាព
បញ្ញាមិនមែនជាជនបង្កមិនបានជាប់ពាក់ព័ន្ធជាមួយនឹងករណីមួយនេះប៉ុន្តែគាត់ដឹងព័ត៌មានលម្អិតនៃការបាត់បង់ជីវិតរបស់ប៊ូផាន់បានដោយរបៀបណាបើគាត់មិនមែនជាជនបង្កគាត់និយាយសារភាពទទួលកំហុសធ្វើអ្វីតើមាននរណានៅពីក្រោយគំរាមឬធ្វើបាបបញ្ញាដើម្បីឲ្យគាត់ទទួលសារភាពឬក៏យ៉ាងណាក្មេងស្ទាវទាំង5នាក់នេះត្រូវបានក្រុមប៉ូលីសចាប់ខ្លួនបានហើយបើតាមព័ត៌មានបញ្ញាត្រូវបានក្រុមប៉ូលីសដោះលែងមកវិញតែផ្លែកត្រង់ថាគ្មាននរណាម្នាក់បានដឹងថាគាត់នៅទីណាក្រោយមកក្រុមប៉ូលីសបានបញ្ចេញព័ត៌មានថាបញ្ញាមិនត្រូវបានក្រុមប៉ូលីសដោះលែងគាត់ស្ថិតក្រោមការការពារពីក្រុមប៉ូលីសសិនបើយើងនិយាយជាក់ស្ដែងទៅករណីនេះមានមន្ទិលសង្ស័យបាត់ទៅហើយតែនៅពេលក្រុមប៉ូលីសបន្តឃុំខ្លួនបញ្ញាទៀតនាំឲ្យប្រជាជនកាន់តែសង្ស័យខ្លាំងឡើងឬនេះបណ្ដាលមកពីមេប៉ូលីសដែលមានពាក្យចចាមអារាមថាក្នុងចំណោមក្មេងស្ទាវទាំង5នាក់នេះគឺមានកូនរបស់មេប៉ូលីសរូបនោះចំនួន2នាក់វាអាចទៅរួចដែរដែលមេប៉ូលីសរូបនោះយកខ្លួនបញ្ញាមកទម្លាក់កំហុសឲ្យដើម្បីការពារកូនប្រុសរបស់ខ្លួនឯងទីបំផុតនៅថ្ងៃទី16ខែមករាឆ្នាំ2024មេបញ្ជាការអគ្គស្នងការនគរបាលជាតិសៀមម្នាក់មានឈ្មោះថាស៊ូរ៉ាឆេតហាក់ផាត់បានចេញមុខអន្តរាគមន៍និងទទួលស៊ើបអង្កេតក្តីនេះដោយខ្លួនគាត់ផ្ទាល់ស៊ូរ៉ាឆេតបានសន្យាថានឹងដោះស្រាយរឿងក្តីមួយនេះផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះនិងផ្ដន្ទាទោសភ្លាមលើមន្ត្រីរូបណាដែលជាប់ពាក់ព័ន្ធធ្វើអំពើខុសច្បាប់ពីការស៊ើបអង្កេតស្វែងរកជនល្មើសទៅជាការស៊ើបអង្កេតស្វែងរកមន្ត្រីប៉ូលីសដែលប្រើប្រាស់អំណាចរបស់ខ្លួនបំពានច្បាប់ក្នុងគោលបំណងការពារសាច់ញាតិកូនចៅរបស់ខ្លួនឯងទៅវិញមានមេប៉ុស្តិ៍ម្នាក់បានចេញមុខមកបំភ្លឺតាមបណ្ដាញសង្គមថាអ្នកកាសែតគ្មានសិទ្ធិឆែកមើលកាមេរ៉ាសុវត្ថិភាពដោយគ្មានការអនុញ្ញាតពីក្រុមប៉ូលីសជាមុនហើយបើសិនជាមន្ត្រីប៉ូលីសរូបណាចង់បំបត្តិភស្តុតាងឬបំភ្លៃការពិតនោះគេនឹងលុបរូបភាពចេញពីកាមេរ៉ាសុវត្ថិភាពចោលឬមិនអនុញ្ញាតឲ្យអ្នកផ្សេងមើលបានដោយងាយប៉ុន្តែក្រុមប៉ូលីសមិនបានធ្វើបែបនោះឡើយមេប៉ុស្តិ៍រូបនោះចង់មានន័យថាក្រុមប៉ូលីសរបស់គាត់ស្អាតស្អំមិនដូចពាក្យរិះគន់របស់មហាជនគាត់បានបន្តទៀតថាដំបូងឡើយជនសង្ស័យសំខាន់ក្នុងករណីរបស់ប៊ូផាន់ជាប្តីរបស់គាត់ដែលមានឈ្មោះថាបញ្ញាក្រុមប៉ូលីសក៏បានឃាត់ខ្លួនបញ្ញាមកប៉ុស្តិ៍ដើម្បីសាកសួរចម្លើយគឺជារឿងត្រឹមត្រូវនៅថ្ងៃនោះបញ្ញាបានសារភាពទទួលកំហុសថាគាត់ជាជនបង្កដោយខ្លួនឯងហើយនៅពេលណាតជាអ្នកកាសែតបានរកឃើញវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ស្ទាវសៀមទាំង5នាក់បានធ្វើបាបប៊ូផាន់ដូច្នេះហើយប៉ូលីសមិនទាន់អាចបញ្ជាក់បាននៅឡើយថាបញ្ញាអាចពាក់ព័ន្ធឬក៏អត់និងដើម្បីរក្សាសុវត្ថិភាពរបស់គាត់ក្រុមប៉ូលីសមិនទាន់អាចដោះលែងគាត់បានភ្លាមទេគឺត្រូវស្ថិតក្រោមការថែទាំរបស់ក្រុមប៉ូលីសជាមុនសិនស្របពេលដែលក្រុមប៉ូលីសចាប់ខ្លួនក្មេងស្ទាវទាំង5នាក់នេះបានក្រុមប៉ូលីសបានដាក់ញត្តិទៅតុលាការដើម្បីលុបចោលការចាប់ខ្លួនរបស់បញ្ញាចេញតែដើម្បីរក្សាសុវត្ថិភាពក្រែងលោគាត់មានគ្រោះថ្នាក់និងជៀសវាងគេគំរាមកំហែងដល់គាត់ក្រុមប៉ូលីសបានយកគាត់ទៅកន្លែងមានសុវត្ថិភាពបណ្ដោះអាសន្នសិនដើម្បីការពារគាត់ការចេញមុខមកបញ្យល់របស់មេប៉ុស្តិ៍រូបនេះហាក់សមហេតុផលប៉ុន្តែមិនបានឆ្លើយតបចំពោះចម្ងល់របស់មហាជនត្រង់ថាហេតុអ្វីបានជាបញ្ញាជាជនស្លូតត្រង់បានដឹងពីហេតុការណ៍ទាំងស្រុងព័ត៌មានលម្អិតតាក់ទងពីហេតុការណ៍ដែលបានកើតឡើងលើប្រពន្ធរបស់គាត់ហើយហេតុអ្វីបានជាគាត់ទទួលសារភាពទាំងដែលខ្លួនមិនមែនជាជនបង្កដូចនេះព្រោះថារឿងក្តីនេះមិនមែនជារឿងក្តីតូចតាចវាជាករណីឃាតកម្មបញ្ញាមិនសមថាគាត់មិនដឹងពីទម្ងន់ទោសនៃការសម្លាប់មនុស្សគឺគាត់ប្រឈមនឹងការកាត់ទោសប្រហារជីវិតដោយមានការវេកញែកពីប្រជាជនច្រើនពេកនៅថ្ងៃទី17ខែមករាបញ្ញាបានចេញមុខក្នុងសន្និសីទកាសែតមកបកស្រាយពីចម្ងល់របស់មហាជនដោយខ្លួនឯងបើតាមពាក្យសម្ដីរបស់គាត់បានរៀបរាប់ក្នុងសន្និសីទកាសែតថាគាត់បានសារភាពមកពីគាត់ខឹងអ្នកជិតខាងដែលចេះតែចោទប្រកាន់គាត់ថាគាត់ជាអ្នកសម្លាប់ប្រពន្ធដូច្នេះហើយគាត់ក៏ចាក់បណ្ដោយតាមមាត់របស់អ្នកជិតខាងដែលចេះតែនិយាយមួបង្កាច់ដើម្បីឲ្យសមចិត្តអ្នកជិតខាងត្រង់ថាគាត់ជាឃាតករនិងមួយវិញទៀតដោយសារគាត់ផឹកស្រាស្វឹងនិយាយមិនសូវដឹងសេចក្តីទើបគាត់សារភាពទទួលកំហុសដោយមិនបានដឹងខ្លួនចំពោះព័ត៌មានលម្អិតតាក់ទងអំពីហេតុការណ៍ទីតាំងកើតហេតុនិងកៅអីដែលគាត់បាននិយាយនៅក្នុងបទសារភាពវាជាភាពចៃដន្យត្រូវគ្នានឹងហេតុការណ៍ពិតប្រាកដដែលវាបានកើតឡើងតែប៉ុណ្ណោះគាត់ចេះតែនិយាយទៅដោយមិនបានដឹងខ្លួនថាវាដូចគ្នានឹងហេតុការណ៍មែនទែនយើងស្ដាប់ទៅហាក់មិនសមទំនងថាមានភាពចៃដន្យដល់ថ្នាក់នេះតែនៅពេលដែលបញ្ញាចេញមុខមកនិយាយចេញពីមាត់របស់គាត់ផ្ទាល់មិនជឿក៏ត្រូវតែជឿរឿងហេតុនេះមិនចប់ត្រឹមនេះទេព្រោះមានមនុស្សមួយចំនួននៅតែមានការសង្ស័យទើបធ្វើឲ្យមេបញ្ជាការរ៉ាឆេត
ទៅសាកសួរព័ត៌មានពីបញ្ញាដោយផ្ទាល់ថានៅថ្ងៃសួរចម្លើយមានប៉ូលីសរូបណាបានធ្វើទរណកម្មលើគាត់ឬក៏បង្ខំឲ្យគាត់ទទួលកំហុសដែរឬទេបញ្ញាបានតបទៅរ៉ាឆេតវិញថាមិនមានទេតែក្រុមប៉ូលីសបានយកថង់ខ្មៅយកមកគ្រប់ក្បាលរបស់គាត់ក្រោយមកបញ្ញាបែរជាយល់ព្រមនិយាយការពិតនៅយប់ដែលគេសួរចម្លើយលើគាត់ប្រាប់ទៅមេបញ្ជាការរ៉ាឆេតបញ្ញាបាននិយាយថានៅយប់នោះប៉ូលីសដែលសួរចម្លើយគាត់គឺជើងម្ខាងពាក់ជើងសិប្បនិមិត្តប៉ូលីសរូបនោះបានយកថង់ខ្មៅយកមកគ្រប់ក្បាលរបស់គាត់ដាក់ខ្នោះជើងគាត់រួចបញ្ជាឲ្យគាត់ដោះខោអាវចេញហើយទុកគាត់ក្នុងបន្ទប់ត្រជាក់ល្ងាចង់ស្លាប់មិនត្រឹមតែប៉ុណ្្នឹងទេមានប៉ូលីសទះតប់មុខរបស់គាត់យ៉ាងខ្លាំងដោយគាត់មិនបានដឹងឡើយថាជាប៉ូលីសរូបណាព្រោះក្បាលរបស់គាត់គ្រប់ថង់ខ្មៅបញ្ញាថាអស់រយៈពេលជាង9ម៉ោងគាត់ទ្រាំមិនបានទីបំផុតគាត់ក៏និយាយទទួលសារភាពព្រោះគាត់ឈឺចាប់ទ្រោមពេញខ្លួនមិនអាចទ្រាំទ្រតទៅទៀតបានគ្រាន់តែគាត់និយាយសារភាពទទួលកំហុសភ្លាមគាត់ត្រូវបានក្រុមប៉ូលីសយកទៅស្រះទឹកកន្លែងដែលគេរកឃើញរាងកាយរបស់ប៊ូផាន់ក្នុងពេលនោះគាត់មិនបានដឹងឡើយថាហេតុអ្វីបានជាក្រុមប៉ូលីសយកគាត់មកទីនេះគាត់ដឹងតែម្យ៉ាងគត់គឺធ្វើតាមការបញ្ជារបស់ក្រុមប៉ូលីសពាក្យសម្ដីរបស់បញ្ញាត្រូវបានសារព័ត៌មានយកទៅចុះផ្សាយហើយប្រជាជនរិះគន់ដល់ក្រុមប៉ូលីសនៅក្នុងស្រុកវឌ្ឍនានគរយ៉ាងខ្លាំងដូច្នេះហើយទើបមេបញ្ជាការរ៉ាឆេតបានផ្អាកតួនាទីរបស់ក្រុមប៉ូលីសដែលពាក់ព័ន្ធនឹងការសួរចម្លើយលើបញ្ញាដើម្បីស៊ើបអង្កេតថាពិតជាបានធ្វើដូច្នេះមែនឬក៏យ៉ាងណាបើសិនជាគេរកឃើញថាក្រុមប៉ូលីសទាំងនោះពិតជាបានធ្វើដោយពាក្យដែលបញ្ញាបានរៀបរាប់មែនក្រុមប៉ូលីសទាំងនោះនឹងប្រឈមមុខនឹងការដាក់ទោសតាមផ្លូវច្បាប់ទោះបីជាមានការអន្តរាគមន៍ព្យួរតំណែងក្រុមប៉ូលីសដែលសាកសួរចម្លើយក៏ដោយក៏មហាជននៅតែអស់ជំនឿចិត្តលើក្រុមប៉ូលីសព្រមទាំងគិតថាក្រុមប៉ូលីសកំពុងតែកុហកនិងព្យាយាមយកបញ្ញាមកទទួលទោសជំនួសឲ្យក្មេងទំនើងទាំង5នាក់នោះដោយសារមហាជននៅតែមិនជឿជាក់ក្រុមប៉ូលីសបានទម្លាយខ្សែអត្ថសម្លេងការសន្ទនារបស់ក្រុមប៉ូលីស2នាក់នៅក្នុងបន្ទប់សួរចម្លើយដែលថាពួកគាត់បានចាប់ខ្លួនបញ្ញានិងចោទប្រកាន់ថាជាជនល្មើសគឺខុសទេហើយពួកគាត់មានគម្រោងថានឹងដោះលែងបញ្ញាទៅវិញតែដើម្បីរក្សាសុវត្ថិភាពគាត់ក្រុមប៉ូលីសត្រូវបង្ខំចិត្តឃុំខ្លួនគាត់បណ្ដោះអាសន្នសិនក្រុមប៉ូលីសទម្លាយខ្សែអត្ថសម្លេងនេះក្នុងគោលបំណងចង់ឲ្យមហាជនឈប់យល់ច្រឡំនិងឈប់រិះគន់ដល់ក្រុមប៉ូលីសបន្តទៀតតែវាផ្ទុយពីការគិតរបស់ក្រុមប៉ូលីសវាកាន់តែធ្វើឲ្យមហាជនរិះគន់កាន់តែខ្លាំងឡើងព្រោះការសន្ទនារបស់ក្រុមប៉ូលីស2នាក់នេះជាការរៀបចំឡើងវាមិនមែនជាការពិតសម្លេងនិយាយមិនមែនជាសម្លេងធម្មជាតិដូចជាអង្គុយអាន script ទៅវិញខ្សែអត្ថសម្លេងនេះវាបែរជាជះផលអវិជ្ជមាននាំឲ្យមានការរិះគន់កាន់តែខ្លាំងឡើងរហូតដល់ថ្ងៃទី19ខែមករាឆ្នាំ2024នាយករដ្ឋមន្ត្រីសៀមអាណត្តិនោះបានចេញមុខមកអំពាវនាវឲ្យប្រជាជនស្ងប់ចិត្តស្ងប់អារម្មណ៍សិននិងទុកភារកិច្ចនេះឲ្យស្នងការនគរបាលជាតិចាត់ចែងដោះស្រាយពន្លឿនការស៊ើបអង្កេតក្តីស្វែងរកយុត្តិធម៌ដើម្បីកសាងទំនុកចិត្តពីប្រជាជនឡើងវិញចំណែកឯប៉ូលីសដែលបានធ្វើទរណកម្មលើបញ្ញានៅថ្ងៃសួរចម្លើយត្រូវបានចាប់ខ្លួននិងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ចំពោះស្ទាវសៀមទាំង5នាក់ដែលជាជនល្មើសពិតប្រាកដក្រុមប៉ូលីសរកឃើញថាពួកគេមិនមែនប្រព្រឹត្តបទល្មើសខុសច្បាប់លើប៊ូផាន់តែមួយករណីទេតែពួកគេបានជាប់ពាក់ព័ន្ធជាមួយនឹងករណីតូចៗជាច្រើនផ្សេងទៀតដោយសារពួកគេមានអាយុក្រោម18ឆ្នាំជាអនីតិជននិងយល់ព្រមសារភាពទទួលកំហុសដូចនេះហើយនៅដើមខែមិនិនាឆ្នាំ2024ពួកគេទាំង5នាក់ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាបណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិតពួកគេត្រូវបង់ផាកពិន័យម្នាក់ 10,000 បាតបើគិតទៅប្រហែលជា$310សហរដ្ឋអាមេរិកតែដោយសារពួកគេយល់ព្រមសារភាពពីទោសកំហុសក្រុមប៉ូលីសបានបន្ថយការផាកពិន័យនៅត្រឹម$5,000បាតបើគិតទៅប្រហែលជា$155សហរដ្ឋអាមេរិកបន្ទាប់មកក្មេងស្ទាវទាំង5នាក់នេះត្រូវបានក្រុមប៉ូលីសបញ្ជូនខ្លួនទៅមណ្ឌលកែប្រែសម្រាប់អនិច្ចជនរីឯបញ្ញាត្រូវបានក្រុមប៉ូលីសដោះលែងឲ្យមានសេរីភាពមកវិញហើយសំណុំរឿងរបស់ប៊ូផាន់ត្រូវបានបញ្ចប់ត្រឹមនេះចំពោះការបាត់បង់ជីវិតរបស់ប៊ូផាន់ពិតជាគួរឲ្យអាណិតសំណោះគាត់មិនគួរណាជួបរឿងអកុសលបែបនេះឡើយចំណែកឯជនល្មើសទាំង5នាក់នៅក្មេងអាយុត្រឹមតែ13ដល់16ឆ្នាំពួកគេមិនទទួលបានទោសធ្ងន់ធ្ងរឲ្យស័ក្តិសមនឹងអ្វីដែលគេបានធ្វើទៅលើប៊ូផាន់ដែលជាមនុស្សមានសតិមិនសូវល្អហើយសំណងផាកពិន័យពិតជាតិចតួចមែនទែនរឿងហេតុដែលនាំឲ្យមានករណីបែបនេះកើតឡើងគឺបណ្ដាលមកពី Big ទៅលេងសើចញេះញោះរាំឌឺដងដាក់ប៊ូផាន់ដែលជាមនុស្សមានសតិមិនប្រក្រតីទើបធ្វើឲ្យប៊ូផាន់គប់ដបទទេទៅលើរូបគេ
ទើបបង្កជារឿងធ្វើឲ្យប៊ិកខឹងសម្បារហូតហៅគ្នាមកធ្វើបាបបួផាន់ដើមហេតុនៃរឿងនេះវាតិចតួចមែនទែនមិនសមបង្កទៅជារឿងហេតុបណ្ដាលឲ្យមានក្តីក្តាំងខូចឈ្មោះទាំងវ័យក្មេងបើពួកគេមិនទៅឆាឆៅទៅរំខានរាំឌឺដងបួផាន់នោះក៏គ្មានករណីបែបនេះកើតឡើងដែរបួផាន់មានសតិមិនសូវល្អគាត់ចាស់ហើយពួកគេគួរតែអាណិតអាសូរដល់គាត់តែបែរជាហ៊ានលើកដៃធ្វើបាបគាត់ទៅវិញពួកគេនៅក្មេងតែចិត្តខូខើជាខ្លាំងពួកគេជាក្មេងស្ទៀវជាក្មេងទំនើងធ្វើអ្វីតាមតែអំពើចិត្តមិនធ្វើជាក្មេងល្អមិនស្ដាប់ការអប់រំទូន្មានរបស់ចាស់ទុំឬក៏គ្រូបង្រៀនពាក់កណ្ដាលត្រៀតទៅហើយមិននាំគ្នាដេកពួនបែរជានាំគ្នាជិះម៉ូតូបង្កភាពអសកម្មនៅក្នុងសង្គមទៅវិញទាំងដែលខ្លួនឯងគឺជាកូនប៉ូលីសថែមទៀតបើគិតទៅនៅស្រុកសៀមក៏មានអំពើពុករលួយអ្នកមានអំណាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនឯងបំពានច្បាប់និងបានរំលោភបំពានលើជនទុនខ្សោយដែលគ្មានសិទ្ធិអំណាចតទល់ជាមួយនឹងពួកគេអ្វីដែលយើងសង្កេតឃើញនៅក្នុងករណីមួយនេះគឺថាជនទុនខ្សោយតែងតែត្រូវបានគេរំលោភបំពានប្រើប្រាស់អំណាចធ្វើបាបមិនថានៅក្នុងប្រទេសណាឬក៏ស្រុកណាចំពោះករណីមួយនេះខ្ញុំសូមបញ្ចប់វាត្រឹមតែប៉ុណ្នេះហើយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អអរគុណច្រើនជម្រាបលា